ចាសួស្តីម៉ាក់ទាំងអស់គ្នាដែលជាអ្នកម្ដាយដែលមានកូនតូចទាំងអស់គ្នាថ្ងៃនេះធ្វើវីដេអូមួយទៀតបង្ហាញអំពីការបេះផ្លែក្រូចចាក្រូចនៅចំការខ្លួនឯងផ្ទាល់យកទឹកចាច្របាច់ទឹកឲ្យអូនតូចញ៉ាំអញ្ចឹងណាអូនរ៉ាវីទូឥឡូវគាត់អាចញ៉ាំបបរបានហើយក៏យើងបន្ថែមជាមួយនឹងផ្លែឈើឲ្យគាត់ញ៉ាំបន្ថែមទៀតចាក្រូចពោធិ៍សាត់គឺមានវីតាមីនចាសេច្រើនជួយឲ្យគាត់នឹងមានសុខភាពល្អកាត់បន្ថយការផ្ដាសាយអញ្ចឹងណាចាអានេះក្រូចមួយផ្លែចាំបាច់បានតែប៉ុណ្្នឹងទេព្រោះកូន2កូន3ចាប់ដៃចាប់ជើងឥឡូវធ្វើបានហើយត្រៀមមកគាត់ញ៉ាំចាបើតែទឹកខ្ជិបខ្ជុតក្រូចផ្អែមមែនតើចាផ្អែមដូចទឹកឃ្មុំអញ្ចឹងក្រូចធម្មជាតិយើងណានៅក្រោយផ្ទះចាអរគុណច្រើនមែនតើម៉ាក់ទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel YouTube របស់អូនមួយផងណាចាបាយបាយ